ta hẹn ở vậy khai mình vớ rồi bóng vót trong vinh prom đàn rồi bóng vót rồi bóng vót trong vinh prom đàn ta ca thưa rồi bóng vót trong vinh prom đànចំណាយលុយប្រមាណ1000លានតាមព្រំដែន800គីឡូម៉ែត្រយើងឃើញសៀមថៃធ្វើរបងតាមព្រំដែនបានប្រមាណគីឡូម៉ែត្រចៅគឺបានជាង1គីឡូម៉ែត្រក្រោម2គីឡូម៉ែត្រព្រំដែនមានបណ្ដោយ800គីឡូម៉ែត្រតើសៀមមានលទ្ធភាពធ្វើព្រំដែនប្រវែង800គីឡូម៉ែត្រទេចម្លើយឆ្លើយថាសៀមគ្មានលទ្ធភាពធ្វើព្រំដែនបណ្ដោយធ្វើរបងព្រំដែនបណ្ដោយ800គីឡូម៉ែត្រទេនឹងទី1ទី2បើសៀមណាបើសៀមពាត់បន្លាលោះបើសៀមពាត់បន្លាលោះផងណាបើសៀមពាត់បន្លាលោះផងហើយធ្វើរបងព្រំដែនផងតើសៀមអាចធ្វើការពាត់បន្លាលោះនិងរបងព្រំដែនបាន800គីឡូម៉ែត្រទេចម្លើយថាអត់ទេចុះហេតុដូចម្ដេចបានជាសៀមដាក់បន្លាលោះដាក់ container និងធ្វើរបងព្រំដែនសៀមធ្វើការដាក់ container ធ្វើរបងព្រំដែនដាក់លុះបន្លានៅលើដីដែលវាចូលកាន់កាប់ថ្មីរំលោភឈ្លានពានមកលើប្រទេសកម្ពុជាយើងចុះដល់វាដាក់ container រាយលុះបន្លាហើយធ្វើរបងព្រំដែនតើរបងព្រំដែនលុះបន្លានិង container ហ្នឹងវាអាចថិតថេរបានយូរប៉ុណ្ណាចម្លើយថាថិតថេរមិនយូរទេយោងតាមប្រវត្តិសាស្ត្រតាំងពីឆ្នាំ1907មកដល់តាំងពី1907មកដល់បច្ចុប្បន្ននេះអ្វីដែលសៀមបានរើសរុះទឹកដីជាប់ព្រំដែនតែងជួបប្រទះនឹងការប្រែប្រួលខ្ញុំមិនប្រើពាក្យថាបរាជ័យទេក៏ប៉ុន្តែពី1907មកសៀមវារំលោភយកដីខ្មែរដល់ឆ្នាំ46វាត្រូវខ្ជាក់ដីនឹងមកវិញឆ្នាំ59សៀមរំលោភដីខ្មែរត្រង់ព្រះវិហារវាក៏ត្រូវខ្ជាក់ព្រះវិហារមកវិញអញ្ចឹងសំណួរសួរថាការដាក់ container រាយលួសបន្លានិងសង់របងព្រំដែនតើអាចអចិន្ត្រៃយ៍ជោគជ័យរហូតចំពោះសៀមឬសំណួរសួរដដែលថាតើការដាក់រាយធុង container ការរាយលួសបន្លានិងការធ្វើរបងឯកតោភាគីតាមព្រំដែនចំណុចមួយចំនួនរបស់ថៃសៀមអាចស្ថិតនៅអចិន្ត្រៃយ៍ហើយធ្វើឲ្យសៀមវាឈ្នះរហូតឬយោងតាមប្រវត្តិសាស្ត្រដែលរាប់ពី1907មកទល់សប្តាហ៍ថ្ងៃឃើញថាអត់បានជោគជ័យទេអញ្ចឹងខ្មែរត្រូវតែខិតខំតវ៉ាប្រើច្បាប់ការទូតប្រើច្បាប់អន្តរជាតិប្រើគ្រប់មធ្យោបាយពីព្រោះអ្វីដែលថៃសៀមធ្វើបើក្រឡេកមើលប្រវត្តិសាស្ត្រពី1907មកទល់សប្តាហ៍ថ្ងៃឃើញថាវាខិតខំណាស់ក៏ប៉ុន្តែក៏វាបរាជ័យដែរវាខិតខំណាស់ក៏វាបរាជ័យដែរដូច្នេះហើយយើងត្រូវតែខិតខំការពារបូរណភាពទឹកដីអធិបតេយ្យភាពរបស់យើងព្រំដែនបណ្ដោយ800គីឡូម៉ែត្រនៅពេលដែលចៅចង់និយាយថាធ្វើរបងចៅមានរបងផ្ទះរបស់ចៅត្រឹមត្រូវហើយនៅហើយនៅពេលដែលចៅធ្វើរបងអស់ប្រមាណ10000ប្រមាណពាន់ចុះប្រទេសមួយធ្វើរបងតើថៃអាចមានលទ្ធភាពថវិកាធ្វើរបងព្រំដែន800គីឡូម៉ែត្រទេ
ចម្លើយថាទេចុះថៃអាចដាក់រាយលួសបន្លា3ជាន់លាយជាមួយរបងនិង container បណ្ដោយ800 គីឡូម៉ែត្រទេចម្លើយថាទេអត់ធ្វើបានទេមានលុយណាធ្វើបន្ទាប់មកទៀតការលំបាកក្នុងការរាយលួសបន្លាការដាក់ណាការដាក់ container និងការសង់របងបេតុងតំបន់ខ្លះតាមព្រំដែនធ្វើមិនបានទេពីព្រោះភូមិសាស្ត្រទឹកដីវាខុសគ្នាហាក់លីហួរអរគុណហើយដែលហៅតាងោលនោះមកពីតាងោលនឹងហើយបាទតាចេះជាងម៉ែឪនិងជីដូនជីតាឯងទៀតហើយជួយបដៅចៅណាហាក់លីហួរណាតាំងពីដូនតាឯងដែលចុះពីស្រុកចិនមកហ្នឹងតាចេះជាងបានជាងោលនោះអូខេតែហេតុតែធ្វើមិនបានហ្នឹងទី1គឺភូមិសាស្ត្រទឹកដីទី2ថវិកាច្រើនណាស់កិច្ចការច្រើនណាស់ដើម្បីនឹងរៀប container រាយលួសបន្លា3កងហើយនឹងធ្វើរបងបេតុងដូចយើងឃើញគឺធ្វើអត់បានទេចំណាយពេល50-60 ឆ្នាំទៅមុខទៀតបើវាចង់ធ្វើទៅធ្វើបានដូច្នេះថៃវាធ្វើនឹងដើម្បីអីវាធ្វើដើម្បីសម្ញែងនិងបង្ករឿងឈ្លានពានមកលើកម្ពុជាដែលខ្មែរយើងត្រូវតែខំប្រឹងប្រែងតបចុះពួក23ដុល្លារឯឆ្កាច់តាប៉ែឆ្កោកវាមានដំណោះស្រាយទេអត់ទេវាកំពុងភូតបោករកស្រោមសម្បត្តិណាអាហ្នឹងអញ្ចឹងទេនឹងអញ្ចឹងទេណាកូនណាចៅណាសំណួរសួរតាហេតុដោយមិនដាច់បានខ្មែរមិនធ្វើរបងខ្មែរអត់ចាំបាច់ធ្វើរបងឥឡូវទេខ្មែរត្រូវតវ៉ាទាមទារពីអំពើឈ្លានពានរបស់ថៃសៀមទៅលើទឹកដីតាមព្រំដែនដរាបណារាជការនៅតែចាញ់សេចក្តីថ្លែងតវ៉ាមិនចេះចប់សៀមមានផ្លូវតែមួយទេគឺផ្ទុះអាវុធហើយបើផ្ទុះអាវុធមានច្រកតែ2ទេបើខ្មែរវាយចាញ់សៀមខ្មែរបន្តរកលើករឿងសៀមឈ្លានពាននេះទៅអន្តរជាតិទៀតខ្មែរបន្តកសាងសំណុំរឿងទៅតុលាការអន្តរជាតិខ្មែរបន្តកសាងសំណុំរឿងពង្រីកផ្សព្វផ្សាយអំពីអំពើឈ្លានពានរបស់សៀមទៅអន្តរជាតិខ្មែរបន្តតវ៉ាទៅមុខទោះត្រូវការប៉ុន្មានឆ្នាំក៏ដោយសួស្តី New York City នឹងចឹងហើយពួកត្រូវអាច23ដុល្លារកុលស័យឯឆ្កាច់កដាញ់ឈ្នួយតប៉ែឆ្កោកបើឯងដោះស្រាយចាញ់មកកុំសំងំចោតប្រកាន់អីកុំសំងំបោកភូតយកស្រោមសម្បត្តិអីឯងចាញ់មុខមកដោះស្រាយមើលជំហានទី1តើពួកតើអាចឯងអស់ហ្នឹងមានយោបល់ទេធ្វើ show ដោយតាជេមសុកចឹងពន្យល់មួយច្បាស់មកសំកុលអាស័យចាញ់និយាយច្បាស់មកផ្សាយតាមប្រព័ន្ធខ្លួនមកមិនបាច់ឲ្យឈុំសរីសុខុមឬក៏រាជនីជេណាឬក៏អាហើមសេងរតនាចាញ់មកទេពីព្រោះ3នាក់ហ្នឹងអត់មានសមត្ថភាពការពារ23ដុល្លារឯឆ្កាច់តប៉ែឆ្កោកឯងទេចំណែកឯវាគ្មិនពាក់ក្រវ៉ាត់កឬមិនពាក់ក្រវ៉ាត់កក៏អត់អាចការពារ23ដុល្លារឯឆ្កាច់ឯងដែរចំណែកឯវាគ្មិនដែលល្បីពីដើមនៅអាស៊ីសេរីឲ្យគាត់ចាញ់មុខនិយាយរឿងព្រំដែនអត់ច្បាស់លាស់មកតើគាត់ចេះទេតួឯកបើតួឯកមិនចេះទេឲ្យអាកុលស័យចាញ់មកបបេថោកុលស័យចាញ់មកឲ្យបរិវារដតីទៀតចាញ់មកតើចេះរឿងព្រំដែននឹងច្បាស់លាស់ទេអូខេឥឡូវឆ្លើយទៅចៅរឿងធ្វើរបងហ្នឹងហើយណារឿងធ្វើរបងហ្នឹងសៀមវាគ្រាន់តែធ្វើដើម្បីគៀបសង្កត់យើងវាធ្វើដើម្បីលើកតម្កើងចលនាជាតិនិយមវាតែវាអត់អាចធ្វើបានរបងតាមព្រំដែន800 គីឡូទេចៅហើយបើវាដាក់រាយបន្លាលួស3រង្វង់ណាក៏វារាយអត់បានដែរចៅពីព្រោះភូមិសាស្ត្រវាលំបាកណា
ហើយបើវាដាក់ container ក៏ដាក់អត់បានដែរចាវាដាក់បានតែច្រកមួយទេវាដាក់អត់បានទេតំបន់ខ្លះណាវាជាព្រៃភ្នំក្រំថ្មដែលមិនទាន់បានដោះមីនអស់ទេបើវាហ៊ានទៅវាក៏ត្រូវចំណាយពេលរាប់ខែដើម្បីដោះមីនជាពិសេសមីនចាស់នៅច្រើនណាស់បើថៃសៀមវាចង់ដាច់ជើងវាចំណាយពេលដោះមីនទៅហើយការដោះមីនមិនមែនដូចបកចេកទេត្រូវការលុយរាប់រយលានដើម្បីដោះមីនមូលហេតុដែលខាងកម្ពុជាខាងខ្មែរយើងហើយខាងសៀមនឹងវាអត់ទាន់ដោះមីនអស់តាមព្រំដែនពីព្រោះវាអស់លុយច្រើនអង្គភាព TMAC ក៏ដូចជាអង្គភាព CMAC គឺអត់មានថវិកាគ្រប់នឹងដោះមីនទេរីឯបណ្ដុំបង្គោលព្រំដែនខ្ទង់ខ្សែហើយនឹងបណ្ដុំបង្គោលព្រំដែនខ្ទង់5ដែលគេធ្វើការជាមួយគ្នា JBC សៀមនិង JBC ខ្មែរធ្វើការជាមួយគ្នាគឺជាតំបន់ខ្សែព្រំដែនត្រង់ជាតំបន់ខ្សែព្រំដែនត្រង់ហើយជាតំបន់វាលរៀបដែល JBC សៀម JBC ខ្មែរអាចធ្វើការបាននៅក្នុងបណ្ដុំបង្គោលទី50និងនៅក្នុងបណ្ដុំបង្គោលទី40រីឯនៅក្នុងតំបន់ថ្មិញរណាដែលយកតាមខ្សែទឹកมันមានតំបន់ខ្លះអាចចូលទៅដល់តំបន់ខ្លះមិនទាន់ដោះមីនរួចទេណានឹងមួយរីឯជួរភ្នំដងរែកដែលយកតំបន់ខ្សែទឹកបូកនឹងចំណុចជាកម្ពស់ខ្ពស់ដើម្បីកាត់យកពាក់កណ្ដាលម្នាក់នៃខ្សែព្រំដែនតំបន់ជួរភ្នំដងរែកមួយចំនួនសិតតែមីនអត់ទាន់អាចទម្លាក់កងវាស់ស្ទង់សំបីតែទម្លាក់កងវាស់ស្ទង់កងការងារទៅក៏យ៉ាប់ដែរតំបន់ខ្លះត្រូវការឧទ្ធម្ភាគចក្រតើគេអាចនឹងរាយលួសបន្លាបានទេអត់បានទេចុះដាក់ container ដាក់អត់បានទេព្រោះផ្លូវទោះបីសៀមខ្ពស់ជាងខ្មែរក៏ដឹកមកមិនកើតដែរចុះក្រុមការងារទៅសាងសង់ជញ្ជាំងស៊ីម៉ង់បេតុងបានទេបណ្ដោយព្រំដែនដែលមានបង្គោល73 74មានប្រវែង800គីឡូម៉ែត្រតំបន់ដែលអាចវាស់ស្ទង់ជាមួយគ្នាបានគឺតំបន់វាលរៀបហើយសម្អាតមីននៅក្នុងជួរនៃបង្គោលទី50និងទី40តើពួកតប៉ែឆ្កោកឯឆ្កាច់$23ដែលលើកមកនិយាយដូចកុងសុកទេតើតួឯកអតីតតួឯកអាស៊ីសេរីដែលបកកែវោហាមានចំណេះដឹងនឹងលើករឿងហ្នឹងមកនិយាយទេតើអ្នកនាំពាក្យ$23ឯឆ្កាច់មានសមត្ថភាពនិយាយទេតើប្អូនសួងស៊ីគឿនក្មួយសំអានម៉ៃណាតប្អូនម៉ៃណាតតើ3នាក់ហ្នឹងមានសមត្ថភាពនិយាយរឿងហ្នឹងទេខ្ញុំមិនមែនបង្អាប់ទេមានទេតើបងមុំសុខហៅគាត់បងគាត់ស្រីតើគាត់មានសមត្ថភាពនិយាយរឿងហ្នឹងទេតើអាសំគុលស័យប្របេថោកបោកស្រោមសម្បត្តិសំគុលស័យប្របេថោកបោកស្រោមសម្បត្តិមានសមត្ថភាពនិយាយរឿងហ្នឹងទេអត់ទេមកពីអត់នឹងហើយបានមានតកុងសុកនិយាយមានតកុងសុកនិយាយឲ្យហ៊ាននិយាយដឹងជាប់គុកអូខេពួកហ្នឹងវានៅណាពួកហ្នឹងនៅក្រៅស្រុកវាមានតែជាប់គុកអីណាឥឡូវចៅឯងមិនហ៊ាននិយាយផ្ញើឲ្យតានិយាយចៅអត់វិច័យឯងមិនដឹងផងវិច័យឯងស្គាល់តែជើងមុងហើយជើងក្រែទេចៅឯងមានស្គាល់ព្រំដែនឯណាតើតែចៅឯងទៅសួរអាឆែបមកក្តីបាទអាឆែបមកក្តីវាថាមើលទៅយើងចង់ដីគេណាអាហ្នឹងអញ្ចឹងវាមានតែកុងសុកគាត់និយាយវាមានតែកុងសុកអាហ្វុងពួក$23ឯឆ្កាច់នៅក្រៅស្រុកមិនក៏មិននិយាយបងមូសុខហួរអត់ដែលទៅចិត្តទេរឿងព្រំដែនព្រោះអត់ចេះចំណែកប្របេថោកសំដើមអាស័យណាគឺចាប់អារម្មណ៍តែស្រោមសម្បត្តិទេហើយចំណែកយាយម៉ែមើលប្រពន្ធគាត់
រឿងចឹងគាត់អត់ត្រូវការទេគាត់ត្រូវការស្រោមសបុតអញ្ចឹងវាមានតែកងសុកទេនិយាយហើយចំណែកអ្នកជាតិនិយមអ្នកស្នេហាជាតិដទៃទៀតគាត់ត្រូវការសេចក្តីសុខខ្លួនគាត់អត់និយាយទេគាត់មានពេលគាត់លួចរិះគន់កងសុកឥឡូវចូលហ៊ុនសែនណាកងសុកឥឡូវដូរកងសុកឥឡូវបែកក្បាលណាកងសុកឥឡូវលក់ក្បាលណាអញ្ចឹងហើយបានជាកងសុកទៅសេហើយស្រេចនៅក្នុង Facebook កុំឲ្យពិបាកណាកងសុកសេថាម៉េចកងសុកសេថាម៉េចកងសុកទៅសេថាណាមើលកងសុកសេថាម៉េចកងសុកសេថាម៉េចកងសុកសេហើយកងសុកសេថ្ងៃមុនហើយណាកុំឲ្យពិបាកកងសុកសួរខ្លួនឯងកងសុកសួរខ្លួនឯងហើយឆ្លើយខ្លួនឯងកងសុកលក់ក្បាលកងសុកឆ្លើយថាឲ្យតែត្រូវថ្លៃកងសុកសុំទោសហ៊ុនសែនកងសុកឆ្លើយថាបាទជប់រិះគន់ហើយកងសុកឆ្លើយថាអសិនដឹងថារាជការកំពុងធ្វើការគឺពេញចិត្តហើយកងសុកចង់ចូលស្រុកបាទចង់ចូលដើម្បីលុយបាទដើម្បីលុយដឹងថាថោកទេថោកគឺល្អពីព្រោះថោកលក់ដាច់កងសុកឆ្លើយហើយមានអាណាឆ្ងល់ទេបើឆ្ងល់កងសុកឆ្លើយតទៅទៀតអូខេឆ្លើយតទៅទៀតមានអាណាឆ្ងល់ទេកងសុកសួរខ្លួនឯងឆ្លើយខ្លួនឯងបន្តទៅទៀតកងសុកឆ្លើយទៀតមិនកងសុកចង់ទៅស្រុកខ្មែរព្រោះនឹកស្រុកទៅកាលរងចាំពេទ្យឆែកសុខភាពសិនបានទៅធ្វើអីចង់ជម្រាបសួរបងផ្កាយព្រឹកចុះមិនក៏រិះគន់ខ្លាំងដែររិះគន់ស្ថាបនាចុះឥឡូវមកឈប់ព្រោះរាជការធ្វើចុះនៅរឿងកកោបគិតរឿងសំខាន់មុនសិនកងសុកកុហកស្ដាច់ចិត្តឯងទេបើនៅចិត្តដកក្តរវាយក្បាលទៅយល់ហើយឃើញទេគឺច្បាស់អញ្ចឹងកងសុកគាត់និយាយអញ្ចឹងហើយបានមនុស្ស5លាននាក់នៅស្រុកខ្មែរជុំវិញពិភពលោកហ្នឹងចង់ថាអីក៏ដោយកងសុកគាត់ឆ្លើយអញ្ចឹងអូខេ